សួស្តីដល់បងប្អូនបាទព្រឹកនេះចែកម្លែកបាទចំណេះដឹងតិចតួចទៅដល់បងប្អូនកសិករយើងហើយឲ្យមានភាពតស៊ូអត់ធ្មត់បាទបើយើងអត់មានការព្យាយាមតស៊ូអត់ធ្មត់ទេបាទយើងនៅតែមានផលវិបាកហ្នឹងគឺខ្ញុំមកចែកនេះគឺចែកយើងសិតតែអ្នកអត់ដូចគ្នាវាបន្ទុយនឹងបងប្អូនដែលគាត់មានកាន់លុយក្នុងដៃរាប់ម៉ឺនហើយនឹងគាត់មានជំនាញចំណេះទៅគាត់ចង់បង្កើតមុខរបរអាជីវកម្មមួយគាត់បង្កើតទៅលឿនហ្នឹងហើយលឿនជាងយើងដល់យើងអត់យើងធ្វើតាំងយើងចាធ្វើតាំងពីលេខ0ឡើងទៅយើងរៀងចំណាយពេលយូរបាទហើយយើងក៏រៀងពិបាកជាមួយនឹងការងារនឹងដែរហេតុអីយើងប្រឹងធ្វើសន្សំមកនេះប៉ុណ្ណោះដើម្បីយកមកបង្កើតមុខរបរអាជីវកម្មយើងហើយធ្វើទៅបានដូចគ្នាគាត់ថាបាទមួយគេមានលុយគេទៅមុនយើងអត់លុយយើងទៅតាមក្រោយគេហើយយើងកុំបាក់ទឹកចិត្តបងប្អូនខ្ញុំបាទនិយាយកាន់តែដល់បងប្អូនកសិករយើងកុំបាក់ទឹកចិត្តបាទខ្ញុំឃើញគេមានឡានគេមានលុយបងប្អូនចាប់ផ្ដើមបាក់ទឹកចិត្តលែងមានកម្លាំងទឹកចិត្តនឹងធ្វើការបងប្អូនកុំបាទខំអត់សង្កត់ចិត្តបាទប្រឹងធ្វើការប្រឹងសន្សំបាទតស៊ូនឹងការងារកន្លែងណាក៏ដោយនីមួយៗប្រឹងបាទបើស្រឡាញ់មុខរបរខ្លួនឯងត្រូវតស៊ូមែនតើហើយយើងត្រូវការបាទមើលសិក្សារៀនសូត្រពីគេដែលគេល្អជាងយើងដែលគេមានចំណេះជាងយើងបាទយើងមើលគេដើម្បីយើងយកមកបង្កើតមុខរបរអាជីវកម្មយើងបានដំណើរការល្អបាទបើសិនតែបងប្អូនចង់ធ្វើនេះធ្វើនោះបាទបើបងប្អូនអត់មានជំនាញចំណេះគឺទៅអត់រួចទេបើយើងមិនមើលយកគេថាសិក្សាមកពីគេបើយើងមិនចេះយើងត្រូវសួរគេហើយឥឡូវព្រឹកនេះគឺខ្ញុំនិយាយពាក់ព័ន្ធនឹងការងារមួយចំនួនហ្នឹងហើយនិយាយពពាក្យជាថាជីវប្រវត្តិតស៊ូទៅដល់បងប្អូនហ្នឹងហើយហេតុនេះខ្ញុំផ្ដល់កម្លាំងទឹកចិត្តឲ្យបងប្អូនមកបាទហេតុនេះខ្ញុំធ្វើតាំងពីលេខ0ឡើងមកនិយាយចេះហ្នឹងហើយតស៊ូណាមុខរបរនីមួយស្វិតស្វាញណាហ្នឹងហើយបាទមិនធម្មតាទេបងប្អូនហើយគឺនិយាយពាក្យសម្ដីបងប្អូនមហាជននេះនឹងបាទយើងក៏កាន់មុខរបរនីមួយបាទមិនមែនលេងសើចទេប្រឹងប្រែងតស៊ូឧស្សាហ៍ព្យាយាមណាបាទមិនតិចឆ្នាំទេបងប្អូនហេតុអីយើងធ្វើតាំងពីលេខ0ឡើងយើងនិយាយចេះបាទអាហ្នឹងយើងប្រឹងប្រែងណាឥឡូវខ្ញុំនិយាយថ្ងៃនេះគឺខ្ញុំលើកសង្ខេបកន្លែងចំណុចណាដែលល្អឬក៏ចំណុចណាដែលមានផលវិបាកគឺចង់ឲ្យបងប្អូនថាវាតស៊ូវាមិនពិបាកវាមិនបាទថ្ងៃនេះខ្ញុំសូមនិយាយថាពាក់ព័ន្ធនឹងការងារបងប្អូនបាទលក្ខណៈថាបងប្អូនក្រុមគ្រួសារហើយបងប្អូនក្រុមគ្រួសារខ្ញុំទាំងសងខាងគឺសុទ្ធស្រឡាញ់គ្នាណាបងប្អូនអត់ដែលមានទាស់ទែងគ្នាទេបាទហើយដូចខ្ញុំមួយបាទបងប្អូនខ្ញុំទាំងអស់គ្នាគឺស្រឡាញ់មិនដែលមានកងពីសម្ដីឆ្លុះឆ្លើយគ្នាទេបាទហើយក៏បងប្អូនស្រុកភូមិក៏គាត់ស្និទ្ធស្រឡាញ់ដែរបាទគាត់ថាចេះគាត់ណារកអាជីវកម្មរកមុខរបរនីមួយៗចឹងធ្វើឥឡូវខ្ញុំលើកហេតុផលតាមមុខរបរមួយទេពាក់ព័ន្ធនឹងការងារកសិកម្មក្នុងការចិញ្ចឹមសត្វចាស់បាទគឺខ្ញុំចូលមកប្រឡូកនៅការងារនេះគឺបងប្អូនមហាជនហើយបងប្អូនចេះបងប្រុសខ្ញុំបាទគឺខ្ញុំមកកកើតដបងនឹងចាប់ដើមត្រាំត្រៃនឹងតស៊ូណាបាទមកបានកកើតនឹងបងប្រុសខ្ញុំគឺអត់ឯកភាពទេបាទនិយាយទៅគាត់ដឹង